កម្ពុជានិងសិង្ហបុរីកំពុងពិភាក្សាលើលទ្ធភាពបើកច្រកទ្វារទីផ្សារនាំចូលកសិផលខ្មែរទៅកាន់ប្រទេសសិង្ហបុរីដើម្បីជំរុញធានាសន្តិសុខស្បៀងនិងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរកាលពីរសៀលថ្ងៃទី2ខែតុលាឆ្នាំ2025មុនកិច្ចប្រជុំកសិកម្មព្រៃឈើអាស៊ានជប៉ុនលើកទី2ចាប់ផ្ដើមឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជួបសម្ដែងការគូសំនិងប្រជុំទ្វេភាគីជាមួយអាដាមសាគីមូហាម៉ាត់ដែលជាទេសរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងនិរន្តរភាពសិង្ហបុរីនៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងលទ្ធភាពបើកទីផ្សារសិង្ហបុរីបន្ថែមទៀតដើម្បីនាំចូលកសិផលពីកម្ពុជាជាមួយគ្នានោះភាគីទាំងពីរក៏បានពិនិត្យឱកាសពង្រីកនិងពង្រឹងការគៀងគរវិនិយោគិនសិង្ហបុរីបន្ថែមទៀតដើម្បីធ្វើការវិនិយោគលើកសិឧស្សាហកម្មនៅកម្ពុជាសម្ដៅជំរុញសិង្ហបុរីឲ្យក្លាយជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការរួបរวมគ្នាធានាសន្តិសុខស្បៀងនិងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ PNS TV ព័ត៌មានសម្រាប់ប្រជាជនកម្ពុជា